ប់ដ៏អស្ចារ្យរបស់លោកតាលីខ្វាន់យូបិតាស្ថាបនិករបស់សិង្ហបុរីនិងជានាយករដ្ឋមន្ត្រីទី1ក្រោយសិង្ហបុរីទទួលបានឯករាជ្យពីប្រទេសអង់គ្លេសគឺលោកលីខ្វាន់យូបានកើតនៅឆ្នាំ1923និងអនិច្ចកម្មនៅក្នុងឆ្នាំ2015ពលគឺលោកអាចរស់នៅដោយភាពមាំទាំរហូតដល់អាយុ91ឆ្នាំឯណោះតើលោកលីខ្វាន់យូមានទម្លាប់ប្រចាំថ្ងៃបែបណាខ្លះនៅក្នុងជីវិតរបស់ខ្លួនថ្ងៃនេះអាណាចក្រអ្នកអានបានស្រាវជ្រាវនិងធ្វើការចែករំលែកពីទម្លាប់ប្រចាំថ្ងៃរបស់បុរសខ្លាំងម្នាក់នេះនៅក្នុងវ័យ80ឆ្នាំប្លាយលោកតាលីខ្វាន់យូនៅតែជាបុរសខ្លាំងរឹងមាំនិងមានវិន័យដែលជាគុណតម្លៃស្នូលរបស់មេដឹកនាំរូបនេះបន្ទាប់ពីក្រោកពីគេងអ្វីដែលលោកលីខ្វាន់យូធ្វើមុនគេនោះគឺការពិនិត្យនិងឆ្លើយតបអ៊ីមែលអានព័ត៌មានធ្វើលំហាត់ប្រាណនិងទទួលទានអាហារថ្ងៃត្រង់ព្រោះលោកជាមនុស្សទីទុយពលគឺចូលគេងយឺតក្រោកពីគេងយឺតបន្ទាប់មកគាត់បានធ្វើដំណើរទៅកាន់ការិយាល័យធ្វើការរបស់គាត់ចុះហត្ថលេខាទៅលើឯកសារសំខាន់ៗនៅលើតុនិងសរសេរសេចក្តីព្រាងសម្រាប់ត្រៀមថ្លែងសន្ទរកថានៅពេលរសៀលគាត់ជួនកាលត្រូវមានកិច្ចសម្ភាសជាមួយនឹងអ្នកសារព័ត៌មានបន្ទាប់មកគាត់បានចំណាយពេលប្រមាណពី1ម៉ោងទៅ2ម៉ោងជាមួយគ្រូភាសាចិនរបស់គាត់លោកលីខ្វាន់យូតែងមានទម្លាប់ហាត់ប្រាណជាប្រចាំដូច្នេះហើយទោះគាត់មានអាយុ80ឆ្នាំប្លាយទៅហើយក៏គាត់នៅតែមានភាពរឹងមាំដដែលការគាត់នៅអាយុខ្ទង់30ឆ្នាំគាត់ធ្លាប់ជាមនុស្សញៀនបារីនិងស្រាប៉ុន្តែគាត់បានសម្រេចផ្ដាច់ការជក់បារីចោលវិញព្រោះបារីបានធ្វើឲ្យប៉ះពាល់ដល់សម្លេងរបស់គាត់នៅក្នុងយុទ្ធនាការឃោសនារោគសម្លេងឆ្នោតរឿងដ៏ចម្លែកនោះគឺគាត់បានក្លាយជាមនុស្សដែលមានប្រតិកម្មខ្លាំងទៅនឹងបារីបន្ទាប់ពីគាត់បានផ្ដាច់បារីបានពលគឺគាត់មិនអាចធុំក្លិនបារីឬឈោចិត្តអ្នកជក់បារីបានឡើយគាត់ក៏បានផ្ដាច់ស្រាបន្ទាប់ពីគាត់បានឃើញក្បាលពោះខ្លួនឯងនៅក្នុងរូបថតមួយដែលគាត់កំពុងឈរថ្លែងសន្ទរកថានៅក្នុងសន្និសីទកាសែតមួយគាត់បានចាប់ផ្ដើមរៀនលេងកីឡាវាយកូនគោលដើម្បីរក្សារាងឲ្យនៅសង្ហាប៉ុន្តែក្រោយមកគាត់បែរប្ដូរទៅជាការរត់ហាត់ប្រាណនិងហែលទឹកវិញព្រោះវាចំណាយពេលខ្លីនិងមានប្រសិទ្ធភាពជាងនៅពេលគាត់ឈានចូលវ័យក្បែរ90ឆ្នាំទៅហើយក៏គាត់នៅតែបន្តហាត់ប្រាណដោយការដើរតិចៗនៅលើម៉ាស៊ីន3ដងក្នុងមួយថ្ងៃពលគឺ12នាទីនៅពេលព្រឹក15នាទីបន្ទាប់ពីអាហារថ្ងៃត្រង់រួចនិង15នាទីបន្ទាប់ពីអាហារពេលល្ងាចរួចការគាត់នៅក្មេងគាត់តែងមានទម្លាប់ហែលទឹកពី20ទៅ25នាទីមុនទទួលទានអាហារពេលល្ងាចគាត់បានបញ្ជាក់ថាបើគ្មានទម្លាប់ហាត់ប្រាណជាប្រចាំទាំងនេះទេគាត់មិនអាចរឹងមាំរហូតមកដល់អាយុ80ឆ្នាំប្លាយដូចឥឡូវនេះទេនេះគឺជាវិន័យផ្ទាល់ខ្លួនឬ self discipline ទម្លាប់ចុងក្រោយរបស់គាត់មួយទៀតនោះគឺការណាត់ជួបមនុស្សលោកលីខ្វាន់យូបានបញ្ជាក់ថាអ្នកត្រូវតែជួបមនុស្សព្រោះអ្នកជាមនុស្សអ្នកត្រូវតែមានទំនាក់ទំនងជាមួយមនុស្សទើបអ្នកអាចពង្រីកបញ្ញាស្មារតីរបស់អ្នកបានក្រៅពីជួបមន្ត្រីដែលជាជនជាតិសង្កពូខ្លួនឯងលោកលីខ្វាន់យូតែងតែមានការណាត់ជួបមនុស្សដែលមានឥទ្ធិពលផ្សេងៗមកពីប្រទេសម៉ាឡេស៊ីឥណ្ឌូនេស៊ីចិនអឺរ៉ុបនិងសហរដ្ឋអាមេរិកជាដើមគាត់មិនត្រឹមតែចំណាយពេលជួបជាមួយមិត្តភ័ក្តិចាស់ៗនិងថ្នាក់ដឹកនាំនយោបាយតែប៉ុណ្ណោះទេប៉ុន្តែគាត់ក៏តែងតែមានការជួបជុំជាមួយមនុស្សមកពីវិស័យផ្សេងៗដូចជាវិស័យអប់រំធុរកិច្ចសារព័ត៌មាននិងមនុស្សធម្មតាផងដែរចុះអ្នកដែលកំពុងតែស្ដាប់នេះវិញអាណាចក្រអ្នកអានដើម្បីក្លាយជាពលរដ្ឋមានគុណភាព